ព្រះទ្រង់សំដែងសេចក្តីស្រឡាញ់របស់ទ្រង់ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ដោយព្រះគ្រីស្ទបានសគត់ជំនួសយើងរាល់គ្នានោះគឺក្នុងការដែលយើងនៅមានបាបនៅឡើយផងវាស៊ីគ្នាជាមួយហូសេមិញនេះព្រះបន្ទូលព្រះយេហូវ៉ាបានប្រាប់ឲ្យយកស្រីសំផឹងនេះគ្រាន់តែលំអានគំរូដែលប្រាប់តមកពីចំនួនមុនមកព្រះអង្គបង្ហាត់បង្រៀនមនុស្សមិនមែនឥឡូវគ្រាប្រគុណទេតាំងពីចំនួនព្រះអង្គបង្កើតមនុស្សមកទេព្រះអង្គដាក់ផ្លូវឲ្យដើរប៉ុន្តែមនុស្សទេដែលចេះតែដើរខុសផ្លូវព្រះអង្គមិនព្រមដើរតាមព្រះអង្គណាយើងទាំងអស់គ្នាជាកូនព្រះអង្គយើងយកព្រះយេស៊ូវគ្រីស្ទជាទី1នៅក្នុងមុខហើយយើងដើរតាមព្រះយេស៊ូវដើរតាមមកទៅស្លាប់លើឈើឆ្កាងណាពួកយើងមនុស្សមិនមែនចឹងទេគឺអ្វីដែលព្រះយេស៊ូវចង់បានយើងចឹងបែបណានៅក្នុងព្រះបន្ទូលបើស្រឡាញ់ត្រូវស្ដាប់បង្គាប់បង្គាប់ព្រះអង្គមានអីស្រឡាញ់អ្នកចិត្តខាងខ្លួនទៅខ្លួនឯងស្រឡាញ់ព្រះជាម្ចាស់ឲ្យអស់ពីមានតែពីរហ្នឹងទេមានតែពីរហ្នឹងទេខ្លីណាស់លើឈើឆ្កាងតើព្រះអង្គមានកើតមកស្រួលហើយរស់នៅស្រួលដែរអត់ចុះយើងសពថ្ងៃយើងជឿព្រះហើយយើងនៅមានឈឺមានលំបាកក្រីក្រយើងលំបាកទេមានលំបាកមិនមែនអត់លំបាកទេមិនថាជឿព្រះថាតែអ្នកមានទេប៉ុន្តែមានសេចក្តីសុខមានសង្ឃឹមដោយសារព្រះគ្រីស្ទដែលជាព្រះប្រភពប្រពោព្រះអង្គជាថ្មឯកដែលយើងអាចពឹងផ្អែកបានហើយយើងនៅតែក្រាបទទូចអង្វរមួយព្រះអង្គបងប្អូនហើយបើមានឈឺធ្ងន់ធ្ងរអីឈឺក៏ដោយឈឺខ្លាំងមែនទែនស្ងៀមទៅស្ដាប់ព្រះអង្គវិញហើយអធិដ្ឋានទៅដូចបងអូនថាឈឺអត់ប្រើថ្នាំមកស្ងៀមទៅកុំត្អូញឲ្យអ្នកខាងលើយើងនិយាយតែក្នុងផ្ទះយើងបានអត់ធ្មត់ពីព្រោះព្រះទ្រង់ជាព្រះនៃសេចក្តីអត់ធ្មត់ចាំឲ្យច្បាស់នៅក្នុងគម្ពីរហេព្រើរចំពោះ9ខ14មែនមិញខ្ញុំមើលនៅក្នុងគម្ពីរហេព្រើរគម្ពីរហេព្រើរចំពោះ9ខ14 15អានេះដល់ចង់និយាយតទៅទៀតសិនសូមបងប្អូនបើកមើលខ្ញុំហេព្រើរចំពោះពុក9ខ្ញុំសង្ខេបណាស់ហើយហ្នឹងខ្ញុំធ្វើតែខកកពីខ្លីៗមិនធ្វើច្រើនដូចនៅពេលនៅថ្វាយអង្គមនៅនេះផងខ្ញុំខ្លាចពេលវេលាយូរពីព្រោះអីនៅតាមគោរពទាំងថ្វាយអង្គមខកកពីពុន10ខកកពីហេព្រើរចំពោះ9ខ14ចាចំណងបើព្រះលោហិតរបស់ព្រះគ្រីស្ទដែលទ្រង់បានថ្វាយព្រះអង្គទ្រង់ឥតសៅមងដល់ព្រះដោយសារព្រះវិញ្ញាណដ៏គង់នៅអស់កលជានិច្ចនោះនឹងសម្អាតទាំងបញ្ញាចិត្តអ្នករាល់គ្នាពីអស់ទាំងការស្លាប់ចាពីអស់ទាំងការស្លាប់ផងចឹងឃើញនៅកន្លែងហ្នឹងព្រះអង្គតស៊ូរហូតជីវិតព្រះអង្គបើគិតទៅលំបាកណាឬអត់បានស្រួលទេបងប្អូនខ្លះក៏បានធ្វើជំទាវធ្វើលោកស្រីអីមួយរយៈដែរប៉ុន្តែព្រះអង្គអត់ទេអត់ដើរបានធ្វើអុកញ៉ាបានធ្វើអីទេណាអត់បានធ្វើទេរហូតដល់ថ្ងៃព្រះអង្គជាប់ឈើឆ្កាងដែលគេយកព្រះអង្គទៅធ្វើគុតហ្នឹងពីព្រោះព្រះអង្គចុះមកគឺជាបេសកកម្មមិនព្រះអង្គមកធ្វើធំទេព្រះអង្គមកបម្រើគេហ្នឹងហើយចឹងអរគុណព្រះអង្គសុខព្រះអង្គទ្រង់ពេលដែលព្រះអង្គមានរូបកាយដូចយើងព្រះអង្គពិបាក
ចឹងយើងបងប្អូនហើយមនុស្សជាច្រើនមានទុក្ខលំបាកផ្សេងគ្នាដូចខ្ញុំនិយាយចឹងឈឺក្រហើយមួយទៀតគឺពិបាកចិត្តផ្លូវចិត្តមិនហ្នឹងណាខ្ញុំនិយាយរឿងផ្លូវចិត្តមិនកូនប្តីណាប្តីមិនខ្ញុំនិយាយរឿងខ្ញុំហើយកូនអត់ស្ដាប់បកគាត់កូនទៅជាបងធំបងទូចឆ្នាំញៀនវាយម៉ែវាយឪវិញអាខ្លះសួរថាគេពិបាកប៉ុណ្ណាប្តីប្រពន្ធចិត្តខាងបំណុលវាន់កហ្នឹងហើយការធ្ងន់ធ្ងរជាច្រើនដែលកើតមាននៅក្នុងជីវិតលោកីនេះប៉ុន្តែมันជាអ្វីទេมันអីទេពីព្រោះព្រះនៃយើងទ្រង់ជាព្រះនៃសេចក្តីអត់ធ្មត់ណាហេតុអ្វីនៅក្នុងគម្ពីររ៉ូមដែរចំពុក15ខ5ព្រះនៃសេចក្តីអត់ធ្មត់អញ្ចឹងបងប្អូនបើយើងធ្ងរយើងត្អូនពេកបាត់ពពកណាខ្ញុំប្រាប់ឲ្យហើយបាត់ពពកអត់ធ្មត់នេះធ្ងរជាមួយព្រះនិយាយយំមួយព្រះកុំធ្ងរវារិលសំបីម៉ូតូដុំដែកមិនគុំវាខូចចុះតម្រង់យើងចឹងហើយបានជាថាមានតែភាពអត់ធ្មត់ដែលសំខាន់ណាអត់ធ្មត់ស្ងៀមស្ងាត់ឆ្លងចិត្តអារម្មណ៍ទៅរកព្រះដេកចិញ្ចឹមគិតនៅលើក្រែនៅលើដំណេកគ្រប់ពេលវេលាព្រះយេស៊ូវខ្ញុំមិនសូវជាចេះច្រៀងទេប៉ុន្តែខ្ញុំដើរខ្ញុំច្រៀងបានខ្លីៗនៅក្នុងផ្ទះខ្ញុំច្រៀងបទខ្លីៗចឹងទៅតែក្នុងចិត្តខ្ញុំច្រៀងរងំពីព្រះគុណរបស់ព្រះខ្ញុំអរព្រគុណព្រះណាស់បើគ្មានព្រះខ្ញុំគ្មានថ្ងៃនេះទេខ្ញុំជាមនុស្សសន្តានយ៉ាប់ណាស់